ក្រុមនារីស្រីៗចង់ទៅដល់លេងកពតអត់ដឹងទៅកន្លែងណាគេនៅណាជួលម៉ូតូនៅណាឬក៏ញ៉ាំអីនៅណាវីដេអូនេះឲ្យ access ទៅកាន់ពួកម៉ាក់បានហើយវីដេអូនេះគឺសម្រាប់អ្នកដែលគាត់ចង់ sale budget ដើរលេងមួយយប់2ថ្ងៃចាយម្នាក់អស់តែ$20អ្នកដែលមានឡានជិះឬក៏អត់ចង់ចំណាយពេលវេលាក្នុងការជិះម៉ូតូហត់អីបងជ្រើសយកវិធីសាស្ត្រនៅក្នុងការធ្វើដំណើរដោយប្រើរថភ្លើងចេញម៉ោង7ពីភ្នំពេញទៅដល់កពតខ្ទង់ម៉ោង11ហើយបន្ទាប់មកគឺយើងចាប់ផ្ដើមធ្វើការទៅ check in ហើយកន្លែងខ្ញុំគេនេះជាលើកទី2ដែលខ្ញុំបានទៅគេនៅនឹងអ្នកនរគ្នាជាប្រភេទបែបផ្ទះវីឡានៅក្នុងក្រុងហើយបន្ទប់គេស្អាតខ្លាំងមែនតើវីឡានេះគេខ្ទង់អារម្មណ៍ប្រហែលជា7-10នាក់គឺគេបានហើយទេសភាពស្អាតខ្លាំងហ្មងចឹងពេលដែល check in ហើយពួកខ្ញុំធ្វើការងូតទឹករៀបចំខ្លួនដើម្បីទៅញ៉ាំបាយថ្ងៃហើយមកជួលម៉ូតូនៅខាងក្រុងហើយបន្ទាប់មកគឺយើងធ្វើដំណើរមកផ្សារកែបដើម្បីទិញម្ហូបផ្សេងហើយពួកខ្ញុំវិចយកមកអង្គុយញ៉ាំនៅមាត់ឆ្នេរនៅខាងឆ្នេរអង្កោលវិញទេសភាពស្អាតខ្លាំងជាពិសេសអត់សូវមានមនុស្សច្រើនទេអត់មានមនុស្សច្រើនប៉ុណ្ណឹងអត់ហ៊ានងូតទឹកអ្នកនរគ្នានាំគ្នាបកមកហែលទឹកនៅកន្លែងគេងវិញយកទៅមានអារម្មណ៍ថាវា fresh ហើយសុបាយខ្លាំងចូលដល់ពេលយប់ឡើងយកបានតែញ៉ាំអីញ៉ៃៗអ្នកនរគ្នាយើងគ្រាន់តែញ៉ាំបបរម្នាក់មួយចានឆ្ងាញ់ហើយជាតិខ្លាំងមែនតើហ្មងអ្នកនរគ្នាដោយសារពេលយប់ចឹងខ្ជិលចង់ញ៉ាំអីញ៉ៃៗច្រើនព្រោះដោយសារតែញ៉ាំម្ហូបពីថ្ងៃច្រើនដែរចូលដល់ព្រឹកថ្ងៃថ្មីអ្នកនរគ្នាជាពិសេសគឺពេលព្រលឹមហ្មងខ្ញុំរីកមិនមែនតើមកកន្លែងឆ្នេរកន្លែងគេទឹកតល្បីថ្មីហ្នឹងមកថតរូបពេលព្រលឹមឡើងរបៀបថាស្អាតខ្លាំងមែនតើហ្មងជាពិសេសអត់សូវមានអ្នកមកអញ្ចឹងទៅអ្នកគេថតរូបបានមកស្រឡាញ់បន្ទាប់ពីហ្នឹងគឺបាយព្រឹកលាបាយថ្ងៃអ្នកនរគ្នាគឺបាយឆាក្តាមដែលគេល្បីខ្លាំងជាងគេបំផុតនៅកែបហ្នឹងអ្នកនរគ្នាមួយចាន13000ហ្នឹងអត់គួររំលងនេះគឺជាហាងកាហ្វេថ្មីដែលខ្ញុំទៅស្គាល់នៅកពតអ្នកនរគ្នាទេសភាពការរៀបចំដេកហាងអីស្អាតខ្លាំងមែនទែនអាចទៅសាកញ៉ាំបាយថ្ងៃចុងក្រោយហ្នឹងគឺយើងអត់បានញ៉ាំបាយទេអ្នកនរគ្នាញ៉ាំនំប៉័ងជំនួសបាយប៉ុន្តែនំប៉័ងនេះគឺរសជាតិឈ្ងុយឆ្ងាញ់ជាពិសេសនឹងជាមួយនឹងបរិយាកាសទេសភាពបែបរលំស្រេចជាមួយនឹងទឹកធ្លាក់ស្អាតខ្លាំងមែនទែនមកអ្នកនរគ្នាហើយក្នុងមួយ trip ហ្នឹងខ្ញុំចាយអស់តែម្នាក់$20ទៅលើថ្លៃចាក់សាំងហើយនឹងញ៉ាំចំណីចំណុកអីប៉ុន្តែទាំងអស់ហ្នឹងអត់រួមបញ្ចូលជាមួយនឹងថ្លៃគេងថ្លៃជីរ៉ាឬក៏ថ្លៃជីរ៉ាភ្លើងទេសម្រាប់អ្នកគាត់ចង់ទៅអាចមើលវីដេអូនេះបានឬក៏ចែកលេខទៅកាន់តគ្នាផងណាបាយបាយ